លោកតាវងផ្លែប៉ោមល្អបែបនេះហេតុអីមិនលក់បែរជាយកទៅឲ្យជ្រូកស៊ីទៅវិញនេះជាពូជ Red Virginia មនុស្សមិនត្រូវការជ្រូកត្រូវការឲ្យ1គីឡូតែ3យ៉ន់ទេ3យ៉ន់នឹងមិនសមនឹងតម្លៃលក់1ឡាន3យ៉ន់ខាត់ទាំងថ្លៃសាំងទៀតនេះមិនមែនលក់ផ្លែប៉ោមទេនេះជាការមើលងាយគ្នាហើយ3យ៉ន់លក់ឬមិនលក់ឆ្នាំមុន8យ៉ន់ឆ្នាំមុនជារឿងឆ្នាំមុនឲ្យថ្លៃបន្តិចទៀតមកស្អែកសល់តែ2យ៉ន់លោកកុំមកបង្អាប់ថ្លៃពេកអីនាងជាអ្នកណាកុំមកចេះដឹងខ្ញុំជាអ្នកភូមិខេងស៊ីរៀនចប់ត្រឡប់មកវិញហើយផ្លែប៉ោមមិនគួរលក់3យ៉ន់អញ្ចឹងនាងទិញទៅឲ្យថ្លៃមកមើលខ្ញុំមិនទិញទេហាហាហាចុះកិច្ចសន្យាហើយឆាប់លើកដាក់ឡានទៅបើមិនព្រមទេទុកឲ្យលួចចោលក្នុងចំការទៅកុំចុះកិច្ចសន្យាអីក្មួយស្រីកុំមកបង្កការលំបាកបើលក់3យ៉ន់ឆ្នាំនេះធ្វើការអត់ប្រយោជន៍ហើយបើមិនលក់ក៏អត់ប្រយោជន៍ដូចតែគ្នានៅមានផ្លូវផ្សេងទៀតខ្ញុំនឹងជួយអ្នកទាំងអស់គ្នាតើនាងលក់ឲ្យអ្នកណាលក់តាមអ៊ីនធឺណិតឈៀវនេះមិនមែនជារឿងលេងសើចខ្ញុំដឹងតាមអ៊ីនធឺណិតនឹងលុយធ្លាក់ចេញពីទូរស័ព្ទមែនទេនាងដឹងរឿងទីផ្សារមានរាប់សែនគីឡូឯណោះតើពេលណាទើបលក់អស់ខ្ញុំចាំមិនបានទេលក់របស់ផ្ទះខ្ញុំមុនទៅបើខាត់ខ្ញុំជាអ្នកផ្លែប៉ោមទាំងនេះខ្ញុំមិនឲ្យលក់3យ៉ន់ទេស្រីម្នាក់នេះនាងចង់លក់ដល់លើមេឃមែនទេខ្ញុំលក់តាមអ៊ីនធឺណិតស្អែកនៅតែថ្លៃនឹងថ្ងៃបន្ទាប់ទៀតសល់តែ2យ៉ន់ទេហាហាពិតជាចង់សាក់មែនហាតើលក់យ៉ាងម៉េចហើយបានលុយមកវិញយ៉ាងម៉េចលុយអាចដកចេញពីទូរស័ព្ទបានឲ្យគេមើលឃើញសិនទៅឃើញហើយទិញភ្លាមប្រសើរជាងលក់បាន3កាក់សៀវកុំបង្ខំខ្លួនឯងពេកកូនមិនបានបង្ខំខ្លួនឯងរាប់សែនគីឡូឯណោះលក់300គីឡូសិនទៅយកតែរបស់ផ្ទះយើងសិនបើខាតទុកឲ្យខ្ញុំអ្នកចេញពិតជាអាចលក់បាន2យ៉ន់មែនខ្ញុំនឹងព្យាយាមឲ្យតាមអ៊ីនធឺណិតសុទ្ធតែអ្នកបោកបើលុយមិនចូលកន្នីខាងក្រុមហ៊ុនគេប្រមូលលុយក្រុមហ៊ុននឹងជាអ្វីវាដូចជាកន្លែងទុកលុយក៏អាចរត់ចោលបងមិនរត់ចោលទេហាហាមីងចៅជួយលាងឲ្យខ្ញុំ2 3ផ្លែមកពួកឯងលេងសាច់ចោះព្រឹកស្អែកបដូរមក3កាក់វិញតែបានទេសាក់មើលសិនទៅឲ្យខ្ញុំមើលបន្តិចកុំដាក់សម្ពាធលើក្មេងពេកខ្ញុំគ្រាន់តែមើលទេមើលទៅទំនងណាស់កំពុងលក់ទូរស័ព្ទមែនទេសួស្ដីអ្នកទាំងអស់គ្នាមានអ្នកទិញទេធម្មតាមិនសូវមានមនុស្សទេហាហានេះជាប៉ោមហុងហ្វូស៊ីមកពីភូមិឈៀងស៊ឺព្រឹកស្អែកជំពាក់ឬអត់ប៉ោមហុងហ្វូស៊ីបេះថ្មីតម្លៃ3កាក់ជិះចេញទៅខ្ញុំនិយាយ10ម៉ាត់កុំឲ្យខូចឲ្យសោះឲ្យខ្ញុំចុះហាត់ធ្លេខាទៅបងធ្វើអីហ្នឹង3កាក់ក្នុង1គីឡូសូម្បីតែថ្លៃកន្ត្រកក៏មិនគ្រាន់ផងបើបងទទួលខុសត្រូវមិនកើតខ្ញុំអ្នកភូមិទាំងមូលចាំបងហើយចាំ3ថ្ងៃសិនទៅក្នុង3ថ្ងៃខ្ញុំនឹងលក់របស់ផ្ទះខ្ញុំ300គីឡូចុះបើលក់មិនដាច់ខ្ញុំសុខចិត្តខាតដោយខ្លួនឯងខ្ញុំនឹងបង្ហាញបញ្ជីលុយអាចលក់បាន2យ៉ន់យកសប្តាហ៍មិនតិចជាង2យ៉ន់ទេក្នុងក្រុងក៏មានច្រើនដែរ2យ៉ន់ក្នុង1គីឡូហាហាប៉ោមល្អបានថ្លៃល្អជឿទេមិនអីទេនិយាយចេញទៅហើយដូច្នេះត្រូវតែជោគជ័យអសរអ្នកសរសេរមើលទៅមើងម៉ាត់ពេកហើយមិនដែរខ្វះភាពរੂងរវើកមែនទេមិនអីទេខ្ញុំចាំអ្នក3ថ្ងៃទៀតជួបគ្នាលក់មិនចេញទេអ្នកអង្វរខ្ញុំឲ្យទិញទៅកុំអើទិញអីទុកឲ្យគាត់បារម្ភសិនសួស្ដីអ្នកទាំងអស់គ្នានេះគឺជាផ្លែប៉ោមភូមិថ្មខៀវមានអ្នកនៅទេមាន2នាក់ពួកយើងកំពុងដើរមើលចំការកុំរំខានអីផ្លែវាមានរាងស្អាតណាស់ទឹកច្រើនផ្អែមឆ្ងាញ់ពេលភ្លាមផ្ញើជូនភ្លាមមិនក៏រត់បាត់អស់ហើយខ្ញុំក៏មិនដឹងដែរលក់បាន2យ៉ន់ទេមិនបាច់ឲ្យបងបារម្ភឲ្យខ្ញុំមែនទេហាហាគ្មានអ្នកទិញសោះមើលចុះក្រហមល្អណាស់ហាហាថ្ងៃនេះគឺលក់បើខូចធានាសងលុយវិញសម្រាប់សិនទៅមិនទាន់ដល់6ម៉ោងផងសុំផឹកទឹកសិន3ថ្ងៃកន្លងផុតអស់1ថ្ងៃបាត់ហើយណែក្មេងស្រីតូចខ្ញុំកំពុងរកវិធីស្អែកនៅតែ3កាក់ដដែលកុំគ្រាន់តែនិយាយថាចង់មានន័យថាម៉េចឲ្យគេមើលពីរបៀបញ៉ាំកាលពីតូចផ្លែប៉ោមដែលឯងចូលចិត្តមិនមែនមានតែនៅក្នុងកន្ត្រកទេថ្ងៃស្អែកថតអានឹងទៅថ្ងៃនេះមិនបង្ខំលក់ទេចុះឲ្យទិញអីលក់ឆ្នាំងមិនលក់ទេហាហាភ្លើងមិនត្រូវខ្លាំងទេត្រូវរងាស់តិចមនុស្សច្រើនម្លេះគេមើលបងគ្រប់គ្នាហើយអញ្ចឹងខ្ញុំត្រូវបង្ហាញសមត្ថភាពបន្តិចហើយហាហាហាមានលីងសម្រាប់កំងលីងអីគេគឺជាកន្លែងសម្រាប់ទិញផ្លែប៉ោមចុះគេហៅថាម៉េចទៅមានអ្នកកំងហើយគេទិញមែនទែនបានមួយគេហាហាផ្លែប៉ោមច្រើនណាស់ផ្លែប៉ោមធំមានគេទិញដល់ទៅ30គេហើយ30គេខ្ញុំពិតជាហៅលៀបសំណាងមែនបងលក់ចិត្តអស់ហើយលក់អស់រលីងហើយ50គេលក់អស់មែនហាហាហាខូចហើយកាត់អីហ្នឹងអត់មានគេទេគេមិនគ្រប់ទេច្រកចូលគេធំសិនទៅហាហាហាមួយនេះបានទេតូចពេកហើយ
ស្បែកជើងជន់ផ្លែប៉ោមអស់ហើយមួយនេះក៏ផ្អែមដែរលើកដំបូងមិនអាចប្រថុយបានទេគួរឲ្យស្ដាយណាស់ឲ្យផ្លែឈើល្អទៅគេអរគុណលោកតាកុំឲ្យខូចឈ្មោះបោះសម្លេងបែបនេះបានទេពុកបិទឲ្យចំខ្ញុំជួយសរសេរកាត់អរគុណរឿងសំខាន់លើអ៊ីនធឺណិតគេនិយាយបែបហ្នឹងតើសងទាំងអស់ទើបគេទុកចិត្តអីចឹងត្រឹងឲ្យខូចតិចបំផុតហេតុនេះត្រូវរៀបចំឲ្យល្អខ្ញុំរាប់ច្រឡំអស់ហើយ50កេសគ្រប់អស់ហើយស្អែកព្រឹកផ្ញើទៅទីរួមស្រុកខ្ញុំទៅជាមួយដែរលោកតាសម្រាប់ចុះខ្ញុំដេកមិនលក់ទេច្រើនម្លេះផ្ញើទៅទូទាំងប្រទេសមែនភូមិថ្មខៀវផ្លូវរៀងឆ្ងាយបន្តិចមួយកេស15យន់15យន់ផ្លូវភ្នំឆ្ងាយណាស់នៅតែផ្ញើទៀតមែនទេត្រូវតែផ្ញើបងមានអីវ៉ាន់តិចណាស់ទៅមុខនឹងមានច្រើនហើយនរណាក៏និយាយបែបនឹងដែរនេះជាថ្ងៃដំបូងតើចង់ចរចាបែបណាបើ3ថ្ងៃមិនបាន200កេសទេនោះខ្ញុំនឹងសងថ្លៃបងមានទំនុកចិត្តទេអត់ទេតែខ្ញុំត្រូវតែសាកល្បងឥឡូវយក12យន់ទីបំផុតបានផ្ញើហើយមិនអាចយូរទេហើយត្រូវវេចខ្ចប់ឲ្យក្រាស់ជាងនេះខ្ញុំត្រឡប់ទៅកែវិញគាត់នៅក្មេងមិនសូវចេះគិតគូររឿងលុយកាក់កុំនិយាយផ្ដេសផ្ដាសអានឹងខាត់មែនទែនហេខ្ញុំគ្រាន់តែមានបំណងល្អទេលីថាបងខាត់ចង់ឲ្យពួកយើងជួយចេញសមិនបាច់ទេមិនអីមែនតាថ្លៃដឹកជញ្ជូនវាខ្ពស់ប៉ុន្តែអាចចរចាបានចាំពេលទទួលទំនិញរួចរាល់ខ្ញុំនឹងបង្ហាញបញ្ជីគ្រាន់តែនិយាយមិនអាចឆ្អែតតែវាអាចបង្ហាញពីភាពស្នេហាបងទ្រាំ2 3ថ្ងៃទៀតទៅថោកជាង3កាក់9របស់បងទៀតចាំពេលយំសិនចាំនិយាយគ្នាទំនិញខូចត្រូវសងលុយវិញផ្លែឈើខូចអស់ហើយមិនក៏អីចឹងរកមូលហេតុសិនខ្ញុំប្រាប់បងតាំងពីដំបូងទិញតាមអនឡាញមិនសូវទុកចិត្តបានមិននឹងកុំទិញអីល្អជាងខ្ញុំនឹងទទួលខុសត្រូវប្រហែលមកពីគុណភាពផ្លែឈើប្រហែលជាធ្លាក់តាមផ្លូវហើយការវេចខ្ចប់មិនទាន់ល្អសងលុយ2ផ្លែវិញទៅសងមួយកេសតែម្ដងដើម្បីគេឈ្មោះលើកដំបូងលើកនេះខ្ញុំចេញសងថែមជូនមួយកេសទៀតសងមែនទេណាហីលុយសុទ្ធ3កាក់គាត់ថាអាចលក់បានថ្លៃផ្លែឈើខូចសងលុយអស់ហើយចុះអ្នកណាជាអ្នកចេញលុយសងថ្ងៃនេះខ្ញុំនឹងដឹកទៅអ្នកណាជាអ្នកចេញលុយខាតខ្ញុំអ្នកចេញចុះបងមិនខាតទេអីខាតតើហាតែមិនអាចឲ្យខាតទំនុកចិត្តទេនិយាយត្រូវមែននេះជាទំនិញរបស់យើងមកពីវេចខ្ចប់មិនបានល្អកុំបន្ទោសតែម្ខាងពេកមិនត្រូវទម្លាក់កំហុសឲ្យគ្នាទេសងលុយពេញហើយថែមមួយកេសទៀតអីចឹងលើកនេះធ្វើការអត់ប្រយោជន៍ហើយចាត់ទុកជាមេរៀនទៅគួរឲ្យធុញណាស់វាអាប់ជាប់គ្នាត្រូវវេចខ្ចប់ឲ្យក្រាស់មិនបាច់ធ្វើដល់ថ្នាក់នឹងទេស្រួលបួលហើយផ្លូវរលាក់ខូចអស់ហើយខ្ញុំក៏មានចំណែកខុសដែរបងមិនបន្ទោសខ្ញុំទេដោះស្រាយសិនទៅខ្ញុំទុកស្រោមផ្លែឈើឲ្យលុយគិតធម្មតាជំពាក់សិនចុះលើកក្រោយផ្ញើបែបនេះធានាសង្វើផ្លែឈើខូចជួយ follow ផងអរគុណបងស្រីលីចិត្តល្អណាស់ឆាប់ដាក់ link ទៅលក់បាន20កញ្ចប់ទៀតហើយឥឡូវបាន50កញ្ចប់ហើយ50កញ្ចប់ហើយឈប់មើលលេងទៅចាប់ផ្ដើមវេចខ្ចប់ប៉មហើយអាណាមានស្នាមយកមួយនេះមិនកើតទេរើខ្លាំងម្លេះសុកចិត្តផ្ញើតិចវិញមិនអាចឲ្យខូចឈ្មោះបានទេលើស100កញ្ចប់ហើយនៅមានទៀតអីចឹងចុះប៉ុន្មានទៀត10យន់អរគុណរក្សាបរិមាណនិងគុណភាពឲ្យល្អឲ្យលេងឈៀវអ្នកចាត់ចែងចុះពូកែនិយាយមែនផ្ញើ100កញ្ចប់សិនទៅផ្លែខូចទុកឲ្យខ្ញុំចាត់ការឡានមកដល់ពេលរសៀលបើបាន100មែនផ្ទះខ្ញុំក៏លក់បានដែរធ្វើតាមស្ដង់ដារទៅ100កញ្ចប់មានអីច្រើនក្នុងភូមិមានរាប់សែនគីឡូបញ្ជាឲ្យច្បាស់កុំឲ្យខុសចំណេញសុទ្ធ1080ច្រើនដល់ថ្នាក់នឹងមែនលុយសុទ្ធ50កេសដំបូងចំណេញសុទ្ធ1080រកលុយបានមែនច្រើនជាងមុនឆ្ងាយណាស់ប៉មមិនអត់ប្រយោជន៍ទេតែ1000យន់ទេ50កេសឯណោះសំណាងល្អតើបញ្ជីនៅទីនេះលើកក្រោយលែងមានហើយលើកក្រោយលក់របស់ពូវងលក់របស់ផ្ទះខ្ញុំមុនរើសតាមស្ដង់ដារទៅខ្ញុំរើសយកល្អបំផុតផ្ទះខ្ញុំក៏ចាំដែរកុំប្រជ្រៀតគ្នាប្រយ័ត្នខូចប៉ម
ធ្វើតាមលំដាប់លំដោយចុះឈ្មោះសិនចាំពិនិត្យផ្លែឈើអ្នកណាដណ្ដើមជួរត្រូវទៅក្រោយគេបងប្រុសទី3នៅទទួលទិញប៉ុន្មានកាក់3កាក់តែខាងគាត់វិញចង់លក់បានថ្លៃត្រូវគោរពតាមច្បាប់កូនខ្ញុំចាំលុយបងផ្លែឈើផ្ទះខ្ញុំមានអ្នកណាមិនប្រញាប់គ្រប់គ្នាសុទ្ធតែចង់លក់អញ្ចឹងត្រូវកំណត់ច្បាប់សិនស្អែកចាប់ផ្ដើមពិនិត្យផ្លែឈើរបស់ផ្ទះខ្ញុំមុនទៅផ្ទះខ្ញុំមានច្រើនជាងអ្នកណាមិនប្រញាប់ផ្លែប៉ោមវិលមុខអស់ហើយហាកុំប្រញាប់ពេកចង់លក់បានថ្លៃត្រូវគោរពតាមស្តង់ដារផ្លែប៉ោមនៅបែងចែកអីទៀតបង្កើតច្បាប់សិនអានឹងផ្ញើបានអានឹងកុំលីគ្នាទំហំតូចក៏មិនបានដែរទំនិញល្អមិនបានមែនគេកំណត់តម្លៃស្តង់ដារចុះយុវជនម្នាក់នោះគិតម៉េចចាំគិតតាមក្រោយមើលចិញ្ចៀនផ្លែប៉ោមនេះហាពូកែចាត់ចែងការងារមែនកុំសាច់ពេករៀបចំកេះចុះឈ្មោះទៅនិយាយអីក៏មិនប៉ះពាល់ដល់ការញ៉ាំដែរប៉ះពាល់ដល់ទំនុកចិត្តតែប៉ុន្មានផ្លែហ្នឹងដូរយកគេឈ្មោះមួយកេះអ្នកណាខ្លះលីរបស់ខូចអ្នកណាត្រូវទៅក្រោយគេចង់សំដៅលើខ្ញុំមែនទេបើអ្នកបំពេញច្បាប់ខ្ញុំយល់ព្រមអូយត្រូវគេដេញចេញហើយខ្ញុំលក់ឲ្យអ្នករែងឆែងកុំវង្វេងស្មារតីខ្ញុំចង់បានលុយសុទ្ធហាខ្ញុំមិនរើសអើងទេខ្ញុំឲ្យថែម1កាក់ទៀត4កាក់លឿនជាងគាត់មែនទេ4កាក់ក៏នៅតិចដែរប្រសើរជាងឈោចាំទឹកឡើងឡានមួយកេះមានបញ្ហាគេសង្ស័យទាំងភូមិហ្មងខាត់ណាស់បែបហ្នឹងគ្រាប់ខ្សាច់មួយគ្រាប់ក្នុងឆ្នាំងធ្វើឲ្យខូចបាយមួយឆ្នាំងយ៉ាប់មែនទេពិនិត្យរបស់ខ្ញុំមុនគេសិនលោកតាវងធ្វើជាគំរូល្អខ្ញុំក៏ធ្វើតាមស្តង់ដារដែរមិនមែនលុយសុទ្ធទេចាំ2ថ្ងៃទៀតបងទើបតែប្រាប់ឲ្យប្រញាប់លើកចង់លក់ក៏លក់មិនលក់ក៏ហីទូរស័ព្ទទាំងបាត់ហើយមានការកម្មងថ្មីប៉ុន្មាន500កញ្ចប់500គិតយឺតបន្តិចទៅលយមែនទេហាកុំចុចផ្ដេសផ្ដាសចុះឈ្មោះផ្ញើចេញសិនក្រុមផ្លែឈើបងស្រីឡៃខ្ញុំឆែកមើលគុណភាពខ្ញុំធានាថាមិនឲ្យមានអ្នកលួចញ៉ាំទេហាមួយកេះមានលេខ1អរគុណដែលបានគាំទ្រគុំសរសេរអីដែលឲ្យសរសេរថាម៉េចញ៉ាំឆ្ងាញ់សរសេរតាមត្រង់ទៅពួកបងនិយាយមែនទេ500កញ្ចប់ហ្នឹងឡានខ្ញុំដាក់មិនអស់ទេប្រហែលត្រូវដឹកច្រើនជាងមុនមេប្រើឡានតូចបានទេផ្លូវតូចណាស់ឡានធំឡើងមកមិនរួចទេចាំខ្ញុំតាក់ទងឡានតូចឲ្យដឹកបន្តសុំផ្លូវបន្តិចឡានខូចហើយខូចមែនតើបើមិនអញ្ចឹងទេដឹកមិនតាន់ទេបើគ្មានឡានខ្ញុំពួកបងចេញពីភ្នំមិនរួចទេរុញចេញបន្តិចទៅវាមិនឆេះទេភ្លើងភ្លឺល្អតើភ្លើងមិនខូចទេតែបើផ្ញើវ៉ាន់មិនតាន់វាមិនពាក់ព័ន្ធនឹងខ្ញុំទេឲ្យឡានទៅមុនសិនទៅខ្ញុំក៏ចង់ឲ្យទៅដែរហឹមនៅសល់កន្លះម៉ោងទៀតបើហួសពេលវានឹងប៉ះពាល់អញ្ចឹងមកអង្វរខ្ញុំមកសួស្ដីអ្នកទាំងអស់គ្នាសូមទោសទុកជាមុនហេតុអីបានជាគាត់ live វីដេអូយប់នេះការដឹកជញ្ជូនមានបញ្ហាប្រហែលជាត្រូវយឺតបន្តិចហើយមិនរកលេខដោះសារទេបើចង់ដកលុយវិញក៏បានអ្នកដឹកជញ្ជូននៅចាំកុំទាន់បោះបង់ចោលទាំងអស់រក្សាកេរ្តិ៍ឈ្មោះសិនកុំប៉ះទូរស័ព្ទកុំចេះដឹងអីខ្ញុំនិយាយតែការពិតទេបងកំពុងធ្វើបាបខ្ញុំហើយតើអ្នកណាជាអ្នកបិទផ្លូវប្រញាប់លើកដាក់ឡានមកចង្កេះចាស់ខ្ញុំនេះមានតម្លៃណាស់ហាលីងសៀវអរគុណអ្នកទាំងអស់គ្នាពួកយើងនឹងផ្ញើចេញឥឡូវនេះខ្ញុំមិនមែនខ្លាចទេគឺខ្ញុំចង់ឲ្យច្បាស់លាស់ហាកំពុងលើកដាក់ឡានហើយសូមអ្នកទាំងអស់គ្នាទុកចិត្តចុះការបញ្ជាទិញដែលយឺតយ៉ាវអាចដកលុយវិញឬរងចាំក៏បានតើគេនឹងដកវិញអស់ទេកុំបារម្ភអីអរគុណបងស្រីលីនៅតែទិញទៀតមែនទេនេះជាការគ្រប់គ្រងកុំឆេវឆាវពេកពួកយើងនឹងផ្ញើឲ្យពិតមែនហាអ្នកមីងចៅហា1 2 3ជួយកសិករខ្លែងខ្លាយចាំមើលបងផ្សាយបន្តផ្ទាល់យ៉ាងម៉េចមានរឿងអីទៀតហើយត្រៀមខ្លួនសម្រាប់រឿងល្អកុំតន់ស្លន់ស្លោអីពួកយើងឈួតហើយតើអ្នកណាជាអ្នកធ្វើមើលមូលហេតុសិនទៅតើអាចត្រឡប់មកវិញបានទេចុះការបញ្ជាទិញធ្វើម៉េចទៅហឹមខ្ញុំប្រាប់ហើយថាកុំបង្កបញ្ហាអាចប្តឹងតវ៉ាបានតែត្រូវមានភស្តុតាងប៉ុណ្ណឹងគ្រប់គ្រាន់ទេត្រូវមានការថតផ្ទាល់ទៀតខ្ញុំនឹងនាំអ្នកទៅក្រោមដាក់ពួកយើងជាការពិតខ្លាចតែយឺតប៉ុណ្ណោះនឹងទាញចេញឲ្យអ្នកអរគុណមិនអីទេបើបងមកដល់ខ្ញុំក៏ខាត់ដែរពូកែគិតលេខមែនគាត់ដឹងរឿងតើអាចធ្វើជាសាក្សីបានទេប្រកាសជាបានមនុស្សល្អនៅតែមានច្រើនតើវានឹងដកវិញដោយស្វ័យប្រវត្តិទេប្រហែលជាអាចចុះធ្វើម៉េចទៅ
នាំពួកគេទៅមើលចំការផ្លែឈើទៅអ្នកទាំងអស់គ្នាត្រូវតែចាំខ្ញុំនាំទៅមើលសូមបង្ហាញចំការផ្លែឈើមកទើបតែបេះពីលើដើមថ្មីមិនមែនរៀបចំទុកមុនទេកុំទាញខ្លាំងពេកខ្លាចខូចសាច់ខាងក្នុងបន្តបង្ហាញទៀតទៅឃើញទេនេះហើយគឺជាជំនាញជំរាបសួរមេធ្វើឲ្យធម្មជាតិបន្តិចខ្ញុំធម្មជាតិហើយកុំទៅណាអីមួយកេះមានលេខសម្គាល់បើផ្លែឈើខូចគឺដូរឲ្យបើផ្លែឈើខូចគឺសង្លុយវិញអាសននឹងគឺខ្ញុំជាអ្នកបង្រៀនសរសេរខុសក៏ដោយសារបងអានឹងគេហៅថាចំណុចពិសេសកេះនេះផ្ញើទៅក្រៅឯកសារត្រួតពិនិត្យគឺបានជាប់អស់ហើយចុះកាន់នេះវិញសូមរងចាំបន្តិចតើត្រូវចំណាយអស់ប៉ុន្មានទៅមានគេណែនាំមកហើយការបញ្ជាទិញក៏មកដល់ដែរមកដល់ហើយការបញ្ជាទិញមកដល់ហើយកេះនៅសល់តែ100ទៀតទេនៅផ្ទះខ្ញុំមានសម្បកកេះពងមាន់តែវាមើលទៅសាមញ្ញពេកមិនអាចច្រកផ្ដេសផ្ដាស់បានទេផ្លែប៉ោមនេះត្រូវការការថែទាំជាងមនុស្សទៀតបើគេបោះបង់ការបញ្ជាទិញក៏ល្អជាងផ្ញើរបស់និយាយតាមត្រង់ទៅកុំលក់លើសពីអ្វីដែលមានខ្ញុំទៅឆ្លើយតបសារសិនប្រើអានឹងសិនទៅខ្ញុំទៅទទួលខ្លះមិនអាចទុកចោលនៅផ្ទះទាំងអស់បានទេចុះធ្វើម៉េចទៅបែងចែកជាដំណាក់កាលទៅការបញ្ជាទិញច្រើនពេកពួកយើងបែងចែកគ្នាផ្ញើចេញមិនត្រូវបោកប្រាស់គេទេពួកគេថាអាចរងចាំបានអរគុណអ្នកទាំងអស់គ្នាស៊ីមែនមិនមែនថាមិនទុកអីវ៉ាន់ឲ្យមានគេឲ្យថ្លៃខ្ពស់ជាងទិញយកទៅអស់ហើយមិនសល់សំបីតែមួយកេះមកយឺតបន្តិចហើយទោះអ្នកទិញច្រើនក៏ខ្ញុំត្រូវលក់ដែរអ្នកកំពុងតែរាំងស្ទះការបើមានសមត្ថភាពទិញទៅបើគ្មានកេះតើឲ្យលក់យ៉ាងម៉េចមិនមែនមានតែអ្នកទេដែលមានកេះខ្ញុំសួរគេគ្រប់គ្នាហើយសុំទោសកញ្ញាធ្វើតាមកិច្ចសន្យាទៅហាអាស្អាតឲ្យអ្នកទាំងអស់ពួកខ្ញុំចេញលុយចាត់ទុកថាខ្ជិលកែស្រីចិត្តទូលីណាស់កុំមកបញ្ចូលអីប្រហែលនឹងហើយមិនបានទេគាត់និយាយត្រូវហើយអតិថិជនមើលសម្បកវិខ្ចប់គឺមើលពីទឹកចិត្តយើងវារៀងវាខ្លួនឯងតើហាកេះនឹងចេះរត់ទៀតអីបិទមាត់កេះឲ្យណែនថែមទៀតមុំជាងកេះថ្មីទៀតទុកឲ្យអ្នកតើបានមកពីណានៅឃ្លាំងប្រៃសណីសៀវជើមានអនាគតណាស់កុំសរសើរផ្ដេសផ្ដាស់អីមានការប្រមានភ្លៀងខ្លាំងនឹងព្រើវិនិច្ឆ័យហើយខ្យល់មិនស្រួលទេផ្លែឈើនៅជាប់ដើមនៅឡើយប្រញាប់ប្រមូលផលឥឡូវនឹងព្រើចិត្តមកដល់ហើយផ្ទះខ្ញុំបេះមិនទាន់អស់ផងភ្លៀងនេះមិនតូចទេងឹតឈឹងឯចឹងបេះយ៉ាងម៉េចទៅប្រមូលអាលើដើមមុនសិនយកទៅកញ្ច្រែងនឹងធុងបាសមកឲ្យអស់ប្រមូលផលនៅទីនេះមុនផ្ទះបងស្រីលីគ្រោះថ្នាក់ជាងខ្ញុំម្នាក់ឯងធ្វើមិនកើតទេទៅផ្ទះគាត់មុនទៅលោកតាគ្រីដឹកនាំមួយក្រុមខ្ញុំទៅខាងកើតទៅហៅគេមកជួយពួកក្រីប្រយ័ត្នបន្តិចកុំមើលមុខខ្ញុំប្រញាប់ទទួលទៅនៅខាងនេះមានទៀតពិបាកដល់អ្នកទាំងអស់គ្នាហើយមនុស្សគ្នាឯងសោះនិយាយអីចឹងអូយចង្កេះចាស់ខ្ញុំចាំខ្ញុំស្ពីឲ្យមើលងាយអ្នកណាគេនឹងខ្ញុំខ្លាចតែកញ្ច្រែងវានិយាយអីចឹងស្ដាប់ទៅសមបន្តិចកុំឲ្យវារីប៉ាយខ្យល់កាន់តែខ្លាំងទៅហើយកញ្ច្រែងនេះពេញហើយយកទៅដាក់ក្បែរឡានទៅចុះការកំងគិតមិនទៅការពីផ្លែឈើឲ្យអតិថិជននឹងបោះបង់ទេចាំខ្ញុំពន្យល់ពួកគេជួយគ្រាគាត់ឲ្យលឿនឡើងកុំខ្វល់ពីខ្ញុំកុំឲ្យជ្រុះប៉ោមឲ្យសោះលោកតាខ្ញុំមិនអីទេឈប់រើសទៅជូតសម្អាតបានមនុស្សសំខាន់ជាងផ្លែប៉ោមនេះជាឆ្នាំងបាយរបស់ពួកយើងផ្លែប៉ោមរបស់អ្នកដាក់ក្នុងកន្ត្រកដោយឡែកទៅកុំដណ្ដើមគ្នាអីវាមិនសមទេមិនថាមិនសមកូនរបស់អ្នកនៅរៀននៅឡើយទេប្រញាប់លើកចូលរោងទៅផ្លែល្អយកចូលរោងមុនសុំទោសអ្នកទាំងអស់គ្នាភ្លៀងខ្លាំងមកហើយយប់នេះប្រហែលជាយឺតយ៉ាវហើយបើចង់លុបចោលការកំងយើងនឹងលុបឲ្យកុំបង្ខំខ្លួនឯងពេកអីអតិថិជនត្រូវតែដឹងគុំយំអីប្រយ័ត្នប្រឡាក់មុខខ្ញុំមិនចង់ធ្វើឲ្យពិបាកនេះគឺជាបងស្រីលីចំការរបស់គាត់នៅគុំថតខ្ញុំអីមើលតែផ្លែឈើទៅបានហើយមិនបាច់លុបទេ1 2 3ថយក្រោយម្ដងទៀតភ្លៀងធ្លាក់ដុំទឹកកកចិត្តល្បីខ្លាំងហើយមនុស្ស100,000នាក់កំពុងមើលមកយើងអីចឹងត្រូវបេះឲ្យបានល្អកុំតន់ទទួលការកំង 3,000 ហើយទូរស័ព្ទនេះឈួតហើយ 9,200 ហើយមានបានហើយកុំតន់ស្រែកអីបេះបានប៉ុន្មានលក់ប៉ុណ្ណឹងមិនអាចទទួលទាំងអស់បានទេនេះជាឱកាសល្អហើយបើផ្ញើមិនចេញទេនឹងខូចឈ្មោះខ្ញុំនឹងបើកឲ្យកំងទុកមុននិយាយត្រង់ទៅតើអ្នកលេងអ៊ីនធឺណិតអាចរងចាំបានទេអរគុណអ្នកទាំងអស់គ្នាតែខ្ញុំមិនលក់ផ្ដេសផ្ដាស់ទេទំនិញដែលមានស្រាប់មានកំណត់ការកំងទុកមុនត្រូវរងចាំកុំទឿនគាត់អីទឿនខ្ញុំក៏គ្មានប្រយោជន៍ដែរបងប្រុសទី3នៅទទួលទិញទៀតទេទទួលនេះមិនមែនជារបស់ភូមិថ្មគ្រាន់តែបិទឈ្មោះទៅបានហើយធ្វើបែបនេះមិនសមទេដឹងមានលុយហើយនៅរើទៀតនៅត្រូវការលេខកូដទីដើម្បីការពារទំនិញខ្លាំងៗមួយកេសលេខកូដ1បោះត្រាគណៈកម្មការភូមិផ្លែឈើអ្នកណាក៏ត្រូវផ្ញើដែរចាំខ្ញុំសរសេរឲ្យផឹកបន្តិចទៅបាន 10,000 កំងហើយបាន 10,000 មែនតែពិបាកណាស់
មកលឿនម្លេះអ្នកណាគេលួចរូបថតយើងតម្លៃថោកជាងទៀតកុំតន់ជាតិអីរក្សាទុកផុសតាំងសិននេះមិនមែនដណ្ដើមឆ្នាំងបាយទេអីថែមទាំងបំផ្លាញឈ្មោះយើងទៀតយើងអាចឆែកបានទាំងអស់ថតអេក្រង់ផ្ញើមករបស់ខ្លាញ់ខ្លាយគ្មានលេខកូដហើយក៏គ្មានត្រាភូមិដែរខ្ញុំនឹងឡាយបង្រៀនឲ្យគេស្គាល់កុំនិយាយលើសពេកនិយាយតែការពិតបានហើយការផ្ញើចេញពីភូមិយើងគឺផ្អែកលើលេខកូដសេវាកម្មក្រោយលក់ក៏បើឆែកមិនឃើញថាប៉ះរបស់ខ្លាញ់ខ្លាយធ្វើមិនទៅជួយពួកគេទាមទារសិទ្ធិយើងធ្វើរឿងត្រឹមត្រូវបងប្អូនមើលចំណុចទាំង3លេខកូដត្រាភូមិនិងការដឹកជញ្ជូនបិទស្លាកមិនត្រង់មិនមែនបងឯងអ្នកបិទហាត់ដៃតើហានេះហៅថាស្កេនឆែកមើលគាត់មិនអន់ជាងគេទេគាត់កំពុងឆែកហើយខ្លាចអីកុំនិយាយអីទៀតបងឯងធ្វើមិនធ្វើខាងក្រុមហ៊ុនដកអីចេញខ្លះបងចង់ផ្ដាច់ផ្លូវរកស៊ីខ្ញុំមែនបងលក់ផ្លែឈើបានតែបន្លំឈ្មោះគេមិនបានធ្វើដូចខ្លួនឯងល្អណាស់និយាយឲ្យស្រួលបួលកុំមកគំរាមគ្មានអ្នកណាខុសទេខ្ញុំក៏ត្រូវរកស៊ីដែរចុះបងប្តឹងខ្ញុំខាងក្រុមហ៊ុនឆែកឃើញថាខ្លាញ់ពីមុនបងបង្អាប់ថ្លៃទីផ្សារវាអញ្ចឹងតែមិនមែនបោកគេទេខ្ញុំលក់ឲ្យគាត់ហើយបងលក់មែនហើយលុយកាក់មិនទាន់ទូទាត់ពីថ្ងៃទៀតខ្ញុំឲ្យខ្ញុំធ្លាប់និយាយអញ្ចឹងផ្លែឈើល្អឬអន់គិតផ្សេងបញ្ជីត្រូវតែច្បាស់លាស់បើចង់រកស៊ីត្រូវធ្វើតាមច្បាប់ទម្លាប់ច្បាប់អីផ្លែឈើល្អដល់ផ្លែឈើមិនល្អត្រូវមិនអាចខ្លាញ់បន្លំបានទេអ្នកចង់គ្រប់គ្រងមែនទេទីផ្សារនឹងចាត់ការមួយលោតនេះមានស្នាមត្រូវទឹកភ្លៀងនៅតែផ្អែមតើមិនអាចដាក់ក្នុងប្រអប់លេខ1បានចំនួនមិនតិចទេណាមានរាប់ពាន់គីឡូឯណោះលី2 3មិនអីទេភ្ញៀវមើលមិនដឹងទេហេខ្ញុំគ្រាន់តែនិយាយលេងទេមិនមែនខ្លាចគេដឹងតែគឺមិនអាចធ្វើបែបនេះបានទេបើលក់មិនចេញខាត់ណាស់ផ្អែមមែនតែខូចឈ្មោះកាន់តែខាតមិនអាចផ្ញើជាទំនិញលេខឲ្យឆ្នាំងខ្ញុំមួយមកបងចង់ធ្វើអីឲ្យវាខ្លាចជារបស់ពេញនិយមតើអ្នកណាទទួលខុសត្រូវទីនេះតើអ្នកណាជាអ្នកទទួលខ្ញុំគឺលីនសៀវរបស់ទាំងនេះត្រូវផ្ញើមិនផ្ញើជាទំនិញខ្ញុំចង់រងាស់ធ្វើទឹកអាហារកែច្នៃត្រូវមានច្បាប់ធ្វើមិនបានទេអាចធ្វើបានតែត្រូវតាមច្បាប់ផ្លែឈើល្អអាចលក់បានតែទឹកផ្លែឈើកិនមិនអាចអញ្ចឹងពួកយើងកុំទាន់មិនអន់ទេតើអាចធ្វើឲ្យគេភ្លក់សិនសរសេរប្រភពឲ្យច្បាស់បន្តតាមច្បាប់គ្រាន់តែរលត់ស្បែកបន្តិចញ៉ាំទៅផ្អែមដូចគ្នាញ៉ាំបានតែមិនមែនលេខមិនអាចបោកថាជាទំនិញលេខ1បានទេខ្ញុំទទួលខុសត្រូវចុះឈ្មោះវៃសៀប្រើដោយឡែកមើលស្នាដៃខ្ញុំចុះកុំដាក់ផ្អែមពេកផ្អែមបានគេចូលចិត្តសាកធ្វើបន្តិចសិនទៅអីសាកភ្លក់មើលទៅពួកអ្នកក្មេងសរសេរច្បាស់ម្ល៉េះកាន់តែច្បាស់កាន់តែទុកញូនឹងរូបទេបើមិនឆ្ងាញ់រកខ្ញុំកុំធានាផ្ដេសពីមុនខ្ញុំចង់បន្លំដែរឥឡូវយល់ហើយហត់ខ្លាំងហើយមែនទេនៅទ្រាំបានទៀតមែនល្អិតបែបហ្នឹងទើបបានយូរមានផ្លូវហើយជោគផ្ទះហើយនៅលាងស្បែករក្សាអនាម័យត្រូវចុះឈ្មោះសិនខ្ញុំសរសេរតាមលំដាប់លំដោយយើងរៀនតាមនឹងប្រើដង្កៀបខ្ញុំភ្លេចបាត់ហាធ្វើតិចទៅឆ្នាំងឡើងរលងហើយរលងជាងចង្ក្រានផ្ទះខ្ញុំក៏ស្អាតដែរហាមាត់រហ័សសម្លេះញ៉ាំគ្រាប់ឈូកសិនទៅកុំដាក់ច្រើនពេកមួយថង់តែ20ក្រាមទេបិទស្លាកសញ្ញារួចរាល់អស់ហើយរបស់ថែមមិនសម្រាប់លក់ទេកុំឲ្យខ្ជះខ្ជាយផ្លែឈើពិតមិនខ្លាញ់បន្លំនិយាយបានល្អត្រូវដាក់ឲ្យច្បាស់រាល់ប្រអប់ភាពស្មោះត្រង់អាចមើលឃើញគេសរសើរពួកយើងមែនទេមានសរសើរខ្ញុំអត់គេថាអ្នកមានចៅពូកែណាស់ប្រាកដណាស់ចំនួនការឡើងរៀបចំទុកឲ្យហើយសន្សំបានមួយចំណែកចែកបានច្រើនជាងមុនកត់ចូលបញ្ជីរួមសិនស្អែកប្រជុំរឿងចែកប្រាក់ចំណេញពីផ្លែប៉ោមរដូវនេះបាន203 500យន់ច្រើនម្លេះល្អជាងលក់ថោកឆ្ងាយណាស់ស្ដាប់សៀវអានបញ្ជីទៅច្បាស់លាស់ទើបអស់ចិត្តរាល់ការចំណាយនៅទីនេះទាំងអស់គិតទាំងកម្លាំងពលកម្មឲ្យតែចេញកម្លាំងគឺសេវាកម្មក្រោយលក់ក៏ពិតណាស់បែបនេះទើបយុត្តិធម៌បងស្រីលីទទួលបាន800យន់គ្រប់ថ្លៃសាលាកូនហើយឆ្នាំនេះបានចូលឆ្នាំនេះជាលុយកម្លាំងញើសឈាមអរគុណអ្នកទាំងអស់គ្នាការមុនលក់1 ឡានមិនសូវបានលុយទេទៅមុខទៀតនឹងកាន់តែល្អអ្វីដែលសំខាន់គឺមិនបាច់អង្វរគេកុំឲ្យបង្អាប់ថ្លៃខ្ញុំចង់បង្កើតសហគមន៍មានន័យថាម៉េចជាមួយគ្នាចែកចំណេញជាមួយទាំងអាចគ្រប់គ្រងគុណភាពនិងសេវាកម្មក្រោយពេលលក់នេះជារឿងវែងឆ្ងាយណាស់ហាខ្ញុំសុំសួរមួយម៉ាត់មើលក្រោយពេលបង្កើតសហគមន៍ហើយតើលុយទាំងអស់នរណាជាអ្នកសួរបានល្អគុំទីផ្ដេសផ្ដាស់សំណួរនេះល្អណាស់សហគមន៍មិនមែនជាហាងផ្ទាល់ចុះនរណាជាអ្នកគឺសមាជិកបោះឆ្នោតហើយគណៈកម្មការចុះបញ្ជីចំណាយនៅតែបង្ហាញជារៀងរាល់ខែលោកតាវ៉ាងទទួលបន្ទុកខ្ញុំនឹងមិនបណ្ដោយឲ្យមានចៅទទួលបន្ទុកកែច្នៃខ្ញុំហើយមើលការខុសត្រូវខ្ញុំធ្វើផ្នែកសេវាកម្មក្រោយចំណែកខ្ញុំទទួលបន្ទុកឃ្លាំងនិងការដឹកជញ្ជូនខ្ញុំជឿជាក់លើសៀវតែជឿជាក់លើច្បាប់ទម្លាប់ជានិយាយបានល្អកាលពីមុនខ្ញុំខុសឥឡូវកែប្រែគឺបានហើយខ្ញុំនឹងមើលការខុសត្រូវឃ្លាំងឲ្យបានល្អពិតជាសំរុំមែនហាពួកយើងមានម៉ាកយីហោមានឈ្មោះបោះសម្លេងហើយបង្កើតម៉ាកយីហោវិញតែការរក្សាវាឲ្យបានគង់វង្សទៅពិបាក
ផ្លូវនេះអាចដឹកទំនិញយឺតមើលតារកណណាគេផ្នែកទិញទំនិញរបស់ផ្សារទំនើបធំសៀវមានភ្ញៀវមកអ្នកគឺជាលីនសៀវមែនទេចាស់គឺខ្ញុំធ្លាប់មើលការផ្សាយផ្ទាល់របស់អ្នកចង់ទិញផ្លែប៉ោមមែនទេមិនមែនត្រឹមតែផ្លែប៉ោមនិយាយពីលក្ខខណ្ឌមុនសិនមកប្រាក់កក់30,000 យ៉ន30,000 យ៉នខ្ញុំចង់បានផ្លែប៉ោមទាំងអស់ព្រមទាំងផ្លែឈើក្រៀមផងដែរចំពោះលក្ខខណ្ឌវិញគឺសាមញ្ញណាស់ត្រូវប្រើការវេចខ្ចប់របស់ផ្សារត្រូវហើយមិនត្រូវប្រើឈ្មោះភូមិឈៀងស៊ឺឡើយមានន័យថាម៉េចគឺបដូរមកប្រើម៉ាកយីហោរបស់ពួកយើងវិញលុយមិនតិចទេណានេះគឺជាការទិញផ្ដាច់មុខចុះការវេចខ្ចប់បែបបរិស្ថានផ្លែប៉ោមនៅតែជារបស់ពួកយើងអតិថិជននឹងស្គាល់មិនខានស្គាល់ឈ្មោះនេះបើបាត់ឈ្មោះភ្ញៀវក៏បាត់ដែរគាត់មិនមែនទិញប៉ោមទេចុះទិញអីគឺយីហោពួកយើងពីមុនអត់ឈ្មោះទើបត្រូវគេបង្អាប់ថ្លៃហាជាក់ស្ដែងបន្តិចទៅនិយាយឲ្យច្បាស់មើលបើគ្មានមួយធំពួកអ្នកទៅមិនឆ្ងាយទេគាត់និយាយក៏មានហេតុផល30,000 យ៉នអាចធ្វើផ្លូវបានលុយរកបានតែបើលក់ឈ្មោះហើយពិបាកយកមកវិញឱកាសមិនរងចាំមនុស្សទេខ្ញុំមិនចោះហាត់ធ្លេខាទេមិនចោះទេខ្ញុំគាំទ្រអ្នកតំណាងឲ្យអ្នកភូមិទាំងមូលខ្ញុំតំណាងឲ្យតែច្បាប់ទម្លាប់ប៉ុណ្ណោះគិតឲ្យច្បាស់ទៅគិតច្បាស់ហើយនោះគឺ30,000 យ៉នណាជាលុយកក់មិនមែនឲ្យទេបើលក់ផ្ដាច់នឹងបានលុយភ្លាមចុះថ្ងៃក្រោយតម្លៃគឺគាត់ជាអ្នកកំណត់ភ្ញៀវក៏ជារបស់គាត់ថ្ងៃក្រោយត្រូវអង្វរគេទៀតមែនទេអានេះមានប្រភពច្បាស់លាស់មានទឹកជ្រលក់ដែលខ្ញុំរំងាស់អានេះមានតែបាកូដផ្សារទំនើបគេអាជីពជាងបើអាជីពអាចសហការបានតែមិនអាចលុបឈ្មោះកន្លែងផលិតទេផ្សារទំនើបមានមួយពួកយើងមានកន្លែងផលិតអ្នកចង់ចូលចាលសហការដោយស្មើភាសាឈ្មោះទាំងសងដាក់ទាំងពីរទៅសំរុំតើអ្នកអាចផ្គត់ផ្គង់បានផ្លាំងខ្ញុំជាអ្នកចាត់សេវាកម្មក្រោយលក់មានកត់ត្រាអត្រាថ្លៃបង្ហាញជារៀងរាល់ថ្ងៃ3ថ្ងៃទៀតចេញគម្រោងមកការគ្រប់គ្រងការផ្គត់ផ្គង់សេវាកម្មក្រោយលក់ត្រូវតាមស្តង់ដារខ្ញុំនឹងចរចារឿងសហការយីហោព្រមតាមនឹងចុះផ្លាស់ប្ដូរលឿនណាស់អញ្ជើញចូលប្រយ័ត្នជើងផងផ្លូវនេះពិតជាពិបាកដល់មែនអញ្ចឹងហើយបានជាត្រូវធ្វើទំនិញឲ្យល្អមួយនេះមិនយកទេតឹងរឹងម្លេះយីហោត្រូវតែរក្សារាល់ប្រអប់សុទ្ធតែមានលេខសម្គាល់អាចតាមដានរោគមនុស្សអាចតាមដានដល់កន្លែងដាំដុះនេះធ្វើតាមស្តង់ដារត្រឹមត្រូវរសជាតិមិនអន់ទេមិនចាញ់នៅក្នុងក្រុងឡើយរាល់ការប្រើប្រាស់ផ្លែឈើគឺមានចុះបញ្ជីទាំងអស់មួយនេះអាចចូលរួមកម្មវិធីបានបើផ្លែឈើខូចថតរូបទុកយើងនឹងសងវិញកត់ត្រាលម្អិតម្លេះមិនអាចឲ្យគេចាំយូរទេសេវាកម្មក្រោយលក់មិនទុកឲ្យការសងលុយវិញក៏មានសំបីតែខ្មៅដៃគូចិញ្ចើមខ្ញុំយកព្រមសហការឈ្មោះយកព្រមឲ្យមានលើកនេះស្មើភាពគ្នាហើយឈ្មោះនៅតែមានតម្លៃទៅតាមកម្រិតគុណភាពបរិច្ឆេទបងប្រាក់ចុះហាត់លេខាបានហើយមែនទេបានលើកនេះចេញលក់ពិតប្រាកដហើយអាចលក់បាននៅតាមផ្សារទំនើបក្នុងក្រុងបើផ្លូវល្អជាងនេះនឹងរឹតតែលឿនលើកនេះខ្ញុំស្នើឲ្យធ្វើផ្លូវចូលភូមិមុនមិនបែងចែកលុយខ្ញុំយកព្រមខ្ញុំក៏យកព្រមដែរនេះគឺជាកូនចៅរបស់លោកចៅហ្វូផ្លូវនេះចំណេញពេលកន្លះមកពួកយើងធ្វើដោយខ្លួនឯងទៅថ្ងៃមុខលេងជន់ពោះហើយពិតជាល្អណាស់ភូមិថ្មគៀវបញ្ចេញទំនិញទៀតហើយមានទាំងប៉មក្រៀមទៀតរបស់សុទ្ធមិនលីឡំគ្នាសេវាកម្មក្រោយលក់មានគុណភាពគឺខ្ញុំជាអ្នកត្រួតពិនិត្យចំណេះដឹងមិនមែនសម្រាប់តែចាក់ចេញពីស្រុកកំណើតទេតែគឺដើម្បីត្រឡប់មកវិញនៅថ្ងៃណាមួយយកអ្វីដែលល្អពីទឹកដីនេះបញ្ជូនទៅកាន់ទីកន្លែងដែល